ទាំងអស់គ្នាចេះបើកការនិម្មិតទុកទិញអីវ៉ាន់ពីថៅប៉ាវទិញអីវ៉ាន់ពី website online មួយចំនួនឬក៏ទុកធ្វើការ boost Facebook page boost TikTok ហើយនៅអញ្ចឹងបើសិនជានៅទេតោះមើលវីដេអូនេះទាំងអស់គ្នាអញ្ចឹងទាំងអស់គ្នាចូលមកបើក APA Mobile App របស់យើងមកបន្ទាប់មកយើងចូលមកក្នុងពាក្យថាកាតបន្ទាប់មកទៀតយើងចុចទៅលើពាក្យកាតនៅខាងក្រោមនេះចុចទៅលើប៊ូតុងកាតនឹងមួយហើយយើងអូនឡើងលើបន្តិចមកយើងឃើញពាក្យថា virtual debit card យើងចុចលើនឹងមួយបន្ទាប់មកកន្លែងនេះគឺជាការណែនាំរបស់គេទេយើងចុច tick នៅចំណុចនេះមួយមកហើយយើងធ្វើការចុចទៅលើពាក្យថា next នៅចំណុចនេះអញ្ចឹងនៅត្រង់នេះគឺគេឲ្យយើងធ្វើការរើសថាតើយើងចង់បានជាប្រភេទvirtual debit card ជាប្រភេទ Master Card ជាប្រភេទ Visa Card ឬក៏ជាប្រភេទ Union Pay អញ្ចឹងសម្រាប់ខ្ញុំយក Visa Card បន្ទាប់មកខ្ញុំចុចទៅលើពាក្យ Continue អញ្ចឹងនៅត្រង់ចំណុចនេះគេឲ្យយើងធ្វើការរើសគណនីមួយដើម្បី link ជាមួយនឹងvirtual debit card របស់យើងអញ្ចឹងជាជម្រើសល្អបងប្អូនអាចធ្វើការបង្កើតគណនីថ្មីមួយដើម្បី link ជាមួយនឹង virtual debit card របស់យើងកុំឲ្យយើងប្រើជាមួយនឹងគណនីដែលយើងប្រើរាល់ថ្ងៃពីព្រោះវាអាចមានបញ្ហាឬក៏វាមានហានិភ័យមកដល់យើងនៅពេលដែលយើងទិញ amount ច្រើនឬក៏កាតរបស់យើងនឹងត្រូវបានគេ hack អញ្ចឹងខ្ញុំធ្វើការ select យកគណនីរបស់ខ្ញុំមួយអូខេខ្ញុំយក online purchase ដោយទាំងអស់គ្នាបានឃើញថានៅក្នុងaccount មួយហ្នឹងគឺអត់មានលុយទេមានន័យថាយើងអត់ចាំបាច់មានលុយក៏យើងអាចបង្កើត virtual debit card នឹងបានដែរឬក៏ card limit នឹងបានដែរអញ្ចឹងនៅខាងក្រោមនេះគឺជា payment limit បានន័យថាយើងអនុញ្ញាតឲ្យ card របស់យើងនឹងចាយបានប្រមាណក្នុងមួយថ្ងៃព័ត៌មាននេះយើងអាចកែប្រែនៅតាមក្រោយបានទេអញ្ចឹងខ្ញុំចុចទៅលើពាក្យថា issue now ហើយកាតហ្នឹងគឺយើងអាចប្រើបានរយៈពេល2ឆ្នាំដែលអត់មានបង់សេវាទេអញ្ចឹងខ្ញុំចុចទៅលើពាក្យថា confirm អញ្ចឹងនៅត្រង់ចំណុចនេះយើងវាយបញ្ចូលនៅ PIN របស់ mobile app របស់យើងមួយមកអូខេកាតរបស់យើងនឹងបានបើករួចរាល់ហើយយើងចុចទៅលើពាក្យថា go to card នេះជាកាតនិម្មិតដែលយើងបានបង្កើតមិញណាអញ្ចឹងយើងអាចយកកាតហ្នឹងទៅ link ជាមួយនឹង website ជាមួយនឹង Taobao ជាមួយនឹង AliExpress ឬក៏ website មួយចំនួនដែលយើងទិញទំនិញ online ហើយយើងក៏អាចធ្វើការភ្ជាប់ជាមួយនឹង Apple ID ក៏ដូចជា Google Store ដើម្បីធ្វើការទិញអីវ៉ាន់ឬក៏ promote នៅ Facebook page ក៏ដូចជា TikTok អីបានផងដែរអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូនៅក្នុងការបង្កើត Virtual Debit Card មួយនេះអញ្ចឹងបើសិនជាវីដេអូនេះមានប្រយោជន៍បងប្អូនកុំភ្លេចជួយ like វីដេអូនេះមួយផងអរគុណ